យើងអត់ដឹងថាតើក្នុងប្រទេសហ្នឹងវាមានស្ថានភាពតឹងតែងប៉ុណ្ណាដូចជាគាត់រងសម្ពាធយ៉ាងណាឬក៏គាត់គ្មានជំរើសយ៉ាងណាចាស់គាត់និយាយថាជាគៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹងវាជារឿងពិតព្រោះអីយើងអ្នកមើលពីខាងក្រៅទៅតែងតែគិតថាអូយវាអញ្ចេះតាក់ទងជាមួយនឹងជីវិតអាពាហ៍ពិពាហ៍របស់ប្អូនស្រីនៅខាងខេត្តសៀមរាបដែលគាត់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយសារតែពុកម្ដាយបង្ខំឲ្យគាត់រៀបការជាមួយមនុស្សប្រុសដែលគាត់មិនបានស្រឡាញ់អ្នកខ្លះទៀតនិយាយថាអូយអាណិតណារឿងទុំទាវដោយសារតែពុកម្ដាយចាប់បំបែកពីសង្សាររបស់គាត់តាមក៏ពិតទៅនៅពេលដែលខ្ញុំតាមដានរឿងរបស់គាត់គឺបានដឹងថាគាត់ហើយនៅអតីតសង្សាររបស់គាត់បែកគ្នាតាំងពីឆ្នាំ2023មកអញ្ចឹងការរៀបការរបស់គាត់នេះមិនមែនលក្ខណៈទុំទាវទេព្រោះអីទុំទាវគឺទុំហើយនឹងទាវបានបាត់បង់ជីវិតជាមួយគ្នានៅក្រោមដើមឈើដ៏ធំចំណែកប្អូនស្រីគឺគាត់ទៅម្នាក់ឯងសង្សាររបស់គាត់នៅរស់រានមានជីវិតរឿងនេះខ្ញុំអត់កាន់ជើងខាងណាទាំងអស់ខ្ញុំសូមនិយាយតាមត្រង់ចាប៉ុន្តែខ្ញុំសូមចិត្តបងប្អូនស្រីគ្នាយើងបើសិនជាយើងត្រូវឪពុកម្ដាយចាត់បង្ខំរៀបការទៅជាមួយនឹងបុរសម្នាក់ដែលថាយើងមិនស្រឡាញ់សោះតែម្ដងយើងកុំអាលទាន់គិតខ្លីបងប្អូនខ្ញុំដឹងថាការរស់នៅជាមួយមនុស្សដែលយើងមិនបានស្រឡាញ់វេទនាចិត្តណាស់តែពេលខ្លះបើសិនជាយើងសម្រេចចិត្តរៀបការហើយយើងគួរតែឲ្យឱកាសស្វាមីថ្មីរបស់យើងមួយឆ្នាំពីរឆ្នាំទៅបើសិនជាយើងនៅតែមិនអាចរួមរស់នៅជាមួយស្វាមីយើងនឹងទៀតគឺវាវេទនាចិត្តយ៉ាងណាគឺយើងសម្រេចចិត្តសុំស្វាមីយើងលែងលះទៅព្រោះអីយើងបានបំពេញមុខម៉ែឪយើងហើយយើងរៀបការហើយយើងរស់នៅជាមួយបរិសុទ្ធថ្មីនឹងហើយប៉ុន្តែនៅតែរស់នៅមិនអាចទៀតស្វាមីយើងថ្មីនឹងគួរតែយល់ដែរព្រោះអីបើសិនជាគាត់ជាមនុស្សល្អពិតមែនណាគាត់នឹងយល់ថារស់នៅជាមួយមនុស្សដែលគេមិនបានស្រឡាញ់យើងឈឺចាប់យ៉ាងណាគឺគាត់ស្រឡាញ់គេម្នាក់ឯងហើយបើសិនជាស្វាមីយើងជាមនុស្សយល់ជាមនុស្សស្រឡាញ់យើងពិតគាត់នឹងអនុញ្ញាតឲ្យយើងដើរចេញគឺដោយសារអីដោយសារតែគាត់ស្រឡាញ់យើងពេកគាត់មិនចង់ឃើញយើងនេះឈឺចាប់រាល់ថ្ងៃចាស់គាត់តែងតែមានគំនិតមួយថាការទៅមនុស្សប្រុសមនុស្សស្រីនៅក្នុងបន្ទប់មួយគ្នាវាជាបំផុតទេពីការស្រឡាញ់គ្នាចាស់គឺគាត់មានគំនិតបែបហ្នឹងចាស់ភាគច្រើនគឺគាត់តែងតែគិតថាបុរសម្នាក់ដែលចូលមកស្ដីដណ្ដឹងយើងស្រឡាញ់យើងចូលតាមច្បាប់គឺជាមនុស្សប្រុសល្អគឺជាមនុស្សប្រុសឲ្យតម្លៃយើងគាត់គិតនឹងត្រូវប៉ុន្តែមនុស្សប្រុសដែលចូលមកស្ដីដណ្ដឹងយើងមិនមែនជាមនុស្សប្រុសល្អទាំងអស់ទេពេលខ្លះរស់នៅមួយគ្នាបានឆ្នាំផងក៏ឆ្លោះបែកបាក់វាយតបប្រពន្ធកូនអីចឹងទៅចាតែមនុស្សប្រុសខ្លះពិតជាស្រឡាញ់យើងពិតមែនប៉ុន្តែយើងគួរតែយល់ដែរចាព្រោះអីសម័យនេះគឺវា2025កូនគេមានជំរើសស្នេហាមានជំរើសបេះដូងខ្លួនឯងពេលខ្លះការជ្រើសរើសរបស់គាត់ក៏ត្រូវពេលខ្លះការជ្រើសរើសរបស់គាត់ក៏វាខុសម្ល៉េះហើយយើងជាពុកម្ដាយនៅពេលដែលគេចូលមកសួរនាំកូនយើងនិយាយថាម៉ែអើយខ្ញុំអត់ស្រឡាញ់បុរសម្នាក់ហ្នឹងទេអត់មានចិត្តសោះហ្មងម៉ែកុំបង្ខំខ្ញុំឲ្យរៀបការអីយើងស្ដាប់កូនយើងខ្លះទៅព្រោះអីពេលខ្លះជំងឺបាក់ទឹកចិត្តជំងឺ stress ជំងឺគ្មានច្រកចេញគឺវាមានហានិភ័យធំណាស់ដល់ទឹកចិត្តកូនរបស់យើងដល់ផ្លូវចិត្តកូនរបស់យើងកុំឲ្យដល់ពេលយើងបាត់បង់កូនហើយទៅយើងស្ដាយក្រោយប៉ុន្តែរឿងនេះវាជារឿងរបស់ក្រុមគ្រួសារពួកយើងអត់ដឹងថាមានអ្វីកើតឡើងនៅក្នុងគ្រួសាររបស់គាត់ពិតប្រកបអីនេះគឺជាសម្ដីដែលយើងនិយាយទៅតាមសាច់រឿងដែលយើងបានឃើញនៅលើអ៊ីនធឺណិតតាមក៏ពិតសាច់រឿងនីមួយអាចជៀសបានគឺដោយសារតែការយើងនិយាយគ្នាជុំម៉ែជុំឪជុំគ្រួសារដែលថាមកចូលស្ដីដណ្ដឹងយើងជាមួយខ្លួនយើងទៅនិយាយគ្នាចាព្រោះអីបើយើងបង្ខំពេកគ្នាគ្មានជំរើសចា